ពីដែលខ្ញុំកណាបានអានសិភៅបារមីណាភាគទី1យើងសិក្សាពីបារមីជាឧបនិស្ស័យមួយដើម្បីយើងជ្រះថ្លាទៅនៅក្នុងគុណទៅក្នុងសេចក្តីល្អយើងជ្រះថ្លាទៅក្នុងសព្វញ្ញុតញ្ញាណដែលព្រះអង្គបានសម្រេចដោយសារការបំពេញបារមីជ្រះថ្លាទៅក្នុងព្រះធម៌ដ៏បរិសុទ្ធនិងជ្រះថ្លាទៅក្នុងព្រះសង្ឃដែលបានប្រព្រឹត្តបរិបត្តិដោយល្អប្រពៃបានរួចផុតចាកទុក្ខធ្វើឲ្យឧបនិស្ស័យនៃសេចក្តីល្អនឹងចម្រើនដល់ពុទ្ធបរិស័ទយើងនឹងគឺជាប្រយោជន៍ទាំងដែលត្រូវសម្រេចបាននិយាយពីបច្ច័យនៃការបំពេញនៅបារមីទី2គឺបច្ច័យនៃបារមីទី2ហ្នឹងគឺបញ្ញានិងករុណាក៏បីជ្រាបអំពីបញ្ញានិងករុណានៃព្រះមហាបរោះដូចតទៅខ្លួនឯងឆ្លងដោយបញ្ញាញ៉ាំងអ្នកដទៃឲ្យឆ្លងដោយករុណានេះដែលមានមកនៅក្នុងព្រះមហាបរោះហ្នឹងគឺបញ្ញានិងករុណាដែលនាំឲ្យបានសម្រេចជាបច្ច័យនៃការបំពេញបារមីណាទីមួយទៀតកំណត់ដឹងទុក្ខរបស់អ្នករតីដោយបញ្ញាប្រារព្ធជួយដោះទុក្ខអ្នករតីដោយករុណាមួយទៀតធុញទ្រាន់នឿយណាយចំពោះទុក្ខដោយបញ្ញាទទួលទុក្ខដោយករុណាគឺព្រះអង្គមានបញ្ញាធុញទ្រាន់នឿយណាយនឹងទុក្ខតែព្រះអង្គអាស្រ័យបតិករុណាក៏សុខចិត្តទទួលទុក្ខលំបាកក្នុងការបំពេញបុណ្យបារមីមួយទៀតឆ្ពោះមុខទៅព្រះនិព្វានដោយបញ្ញាដល់នៅវត្តដាក់ដោយករុណាឆ្ពោះមុខទៅព្រះនិព្វានដោយព្រះអង្គបញ្ញាប៉ុន្តែព្រោះករុណាគឺព្រះអង្គដល់នៅវត្តដាក់ក្នុងការបំពេញបារមីแล้วមួយទៀតមិនត្រេកអរក្នុងសង្សារវត្តដោយបញ្ញាឆ្ពោះមុខរកវត្តសង្សារដោយករុណាមួយទៀតនឿយណាយក្នុងទីទាំងពួងដោយបញ្ញាតែព្រោះប្រព្រឹត្តទៅដោយករុណាទើបត្រូវអនុគ្រោះសត្វទាំងពួងមួយទៀតអាណិតសត្វទាំងពួងដោយករុណាតែព្រោះប្រព្រឹត្តទៅដោយបញ្ញាទើបមានចិត្តនឿយណាយក្នុងទីទាំងពួងមួយទៀតភាពជាបុគ្គលមិនមានអហង្ការៈមញ្ញការៈដែលប្រកាន់ថាជាអញនិងជារបស់អញដោយបញ្ញាមិនមានការខ្ជិលច្រអូសដោយករុណាមួយទៀតបានជាទីពឹងនៃខ្លួនឯងនិងអ្នកដទៃដោយបញ្ញាខ្លាំងក្លាតាមលំដាប់ដោយបញ្ញានិងករុណាណាបានជាទីពឹងនៃខ្លួនឯងនិងអ្នកដទៃដោយបញ្ញាហើយចេះតែខ្លាំងក្លាឡើងទៅតាមលំដាប់ដោយបញ្ញានិងករុណាជាអ្នកមិនធ្វើខ្លួនឯងឲ្យក្តៅក្រហាយហើយក៏មិនធ្វើអ្នកដទៃឲ្យក្តៅក្រហាយផងដែរស្ថិតតែនៅក្នុងបញ្ញានិងករុណាហើយការសម្រេចប្រយោជន៍ខ្លួនឯងនិងប្រយោជន៍អ្នកដទៃភាពជាអ្នកមិនមានការភ័យខ្លាចតក់ស្លុតភាពជាអ្នកមានធម៌ជាធំនិងមានលោកជាធំភាពជាអ្នកដឹងគុណនិងជាបុព្វការីការប្រសិទ្ធៈមោហៈនិងតណ្ហាការសម្រេចវិជ្ជានិងចរណៈការសម្រេចពលៈនិងវេសារជ្ជៈគឺធ្វើឲ្យក្លាហានទាំងអស់នេះគឺព្រោះអាស្រ័យបញ្ញានិងករុណាដែលបញ្ញានិងករុណានេះក៏ជាបច្ច័យនៃបារមីទាំងឡាយដោយអភិនិហានោះដែរតទៅបច្ច័យនៃបារមីទី3គឺមានឧស្សាហៈជាដើមមាន4ណាគឺ1ឧស្សាហៈ2បញ្ញា3ភាពមមួនហើយនិង4ការប្រព្រឹត្តទៅជាប្រយោជន៍ក៏បីជ្រាបថាទាំង4នេះជាបច្ច័យនៃបារមីទាំងឡាយ1ឧស្សាហៈឧស្សាហ៍ព្យាយាមដោយសេចក្តីអត់ធន់ដោយយ៉ាងក្រៃលែងក្នុងការបំពេញនៅពោធិសម្ភារទាំងឡាយប្រព្រឹត្តទៅក្នុងបារមីដែលបារមីនោះលោកពោលថាជាពុទ្ធភូមិព្រោះជាហេតុនៃការកើតបានជាព្រះសម្មាសម្ពុទ្ធណាទី2គឺបញ្ញាការឆ្លាតក្នុងឧបាយនៃការបំពេញនៅពោធិសម្ភារទាំងឡាយទី3អវត្ថានៈការតាំងចិត្តមមព្រោះតាំងចិត្តមិនញាប់ញួរទី4ហេតចរិយាការប្រព្រឹត្តជាប្រយោជន៍ដោយមេត្តាភាវនានិងករុណាភាវនាណាគឺធម៌4នេះណាឧស្សាហៈព្យាយាមបញ្ញាឆ្លាតទី3អវត្ថានៈគឺការតាំងចិត្តមមហើយទី4ហេតចរិយាគឺមេត្តាករុណាធម៌4ហ្នឹងគឺជាបច្ច័យនៃការបំពេញបារមីណាមិនមែនចេះតែបំពេញបានទេបារមីដើម្បីឲ្យបានត្រាស់ដឹងជាព្រះពុទ្ធទាំងសុទ្ធតែមានបច្ច័យនៃបារមីទី4គឺអធ្យាស្រ័យ6យ៉ាងអធ្យាស្រ័យ6យ៉ាងដែលមានប្រភេទជានេកខមៈ
បវិវេកៈអលោភៈអតោសៈអមោហៈនិងនិស្សរណៈជាស្រ័យ6យ៉ាងនេះរបស់ព្រះមហាបរមពុរិស័ទទាំងឡាយក៏បីជ្រាបថាជាបច្ច័យនៃបារមីទាំងឡាយ1នៃខម្មៈព្រះបរមពុរិស័ទទាំងឡាយជាអ្នកឃើញទោសក្នុងកាមនិងក្នុងការគ្រប់គ្រងផ្ទះឈ្មោះថាមានអធ្យាស្រ័យក្នុងនៃខម្មៈ2បវិវេកៈព្រះបរមពុរិស័ទទាំងឡាយជាអ្នកឃើញទោសក្នុងការច្បុកច្បល់ឈ្មោះថាមានអធ្យាស្រ័យដោយសេចក្តីស្ងប់ស្ងាត់3អលោភៈឃើញទោសក្នុងលោភៈឈ្មោះថាមានអធ្យាស្រ័យមិនលោភ4អតោសៈឃើញទោសក្នុងទោសៈឈ្មោះថាមានអធ្យាស្រ័យមិនក្រោធ5អមោហៈឃើញទោសក្នុងមោហៈឈ្មោះថាមានអធ្យាស្រ័យមិនវង្វេង6និស្សរណៈឃើញទោសក្នុងគ្រប់ភាវៈទាំងអស់ឈ្មោះថាមានអធ្យាស្រ័យចិញ្ចាទុកហ្នឹងគឺជាបច្ច័យនៃបារមីទី4បន្តមកទៀតបច្ច័យនៃបារមីទី5គឺអធ្យាស្រ័យអធ្យាស្រ័យទៅក្នុងបារមីនឹងតែម្ដងចឹងអធ្យាស្រ័យក្នុងបារមីនឹងជាបច្ច័យនៃបារមីភាពជាអ្នកមានអធ្យាស្រ័យក្នុងទានជាដើមក៏ជាបច្ច័យនៃបារមីមានទានបារមីជាដើមផងដែររបស់ព្រះបរមពុរិស័ទទាំងឡាយអ្នកប្រព្រឹត្តដើម្បីពោធិញ្ញាណពិតណាស់ព្រោះភាពជាអ្នកមានអធ្យាស្រ័យក្នុងទានព្រះបរមពុរិស័ទទាំងឡាយទៅជាអ្នកឃើញទោសក្នុងសេចក្តីកំណាញ់ដែលជាបរិបៈចំពោះទាននោះឯងហើយរមែងបំពេញនៅទានបារមីឲ្យបរិបូរដោយប្រពៃភាពជាអ្នកមានអធ្យាស្រ័យក្នុងសិលទៅជាអ្នកឃើញទោសក្នុងការទ្រុះសិលហើយរមែងបំពេញនៅសីលបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យក្នុងនៃខម្មៈទៅជាអ្នកឃើញទោសក្នុងកាមនិងការគ្រប់គ្រងផ្ទះហើយរមែងបំពេញនៅនៃកម្មបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យក្នុងការដឹងតាមសេចក្តីពិតទៅជាអ្នកឃើញទោសក្នុងការមិនដឹងនិងការសង្ស័យហើយរមែងបំពេញនៅបញ្ញាបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យក្នុងសេចក្តីព្យាយាមទៅជាអ្នកឃើញទោសក្នុងសេចក្តីខ្ជិលហើយរមែងបំពេញនៅវិរិយបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យក្នុងសេចក្តីអត់ធន់ទៅជាអ្នកឃើញទោសក្នុងការមិនអត់ធន់ហើយរមែងបំពេញនៅខន្តិបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យក្នុងសច្ចៈទៅជាអ្នកឃើញទោសក្នុងការនិយាយមិនពិតហើយរមែងបំពេញនៅសច្ចៈបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យនៅក្នុងការតាំងចិត្តមាំទៅជាអ្នកឃើញទោសក្នុងការតាំងចិត្តមិនបានមាំហើយរមែងបំពេញនៅអធិដ្ឋានបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យក្នុងមេត្តាទៅជាអ្នកឃើញទោសក្នុងព្យាបាទហើយរមែងបំពេញនៅមេត្តាបារមីឲ្យបរិបូរដោយប្រពៃព្រោះជាអ្នកមានអធ្យាស្រ័យក្នុងការប្រងើយកន្តើយទៅជាអ្នកឃើញទោសក្នុងលោកធម៌ហើយរមែងបំពេញនៅឧបេក្ខាបារមីឲ្យបរិបូរដោយប្រពៃភាពជាអ្នកមានអធ្យាស្រ័យក្នុងទានជាដើមភាពជាអ្នកមានអធ្យាស្រ័យក្នុងទានជាដើមជាបច្ច័យនៃបារមីមានទានបារមីជាដើមព្រោះជាហេតុឲ្យសម្រេចណាភាពជាអ្នកមានអធ្យាស្រ័យក្នុងទានជាដើមដោយតែបានសម្ដែងមកហ្នឹងគឺជាបច្ច័យនៃបារមីមានទានបារមីជាដើមទាំងក្នុងបារមីទាំង10ហ្នឹងព្រោះហេតុអីអធ្យាស្រ័យហ្នឹងបានជាបច្ច័យនៃបារមីព្រោះជាហេតុឲ្យសម្រេចគឺតលតែមានអធ្យាស្រ័យទៅនៅក្នុងបារមីនីមួយៗហ្នឹងទើបអាចសម្រេចនៅបារមីនឹងបានបើមិនមានអធ្យាស្រ័យមិនមានការសន្សំក្នុងចិត្តសន្តានដើម្បីឲ្យចូលចិត្តទៅនៅក្នុងទានសិលនៃកម្មៈជាដើមទេគឺបារមីហ្នឹងមិនអាចសម្រេចទៅបានទេណាហើយទី6អំពីបច្ច័យនៃបារមីទី6ហ្នឹងគឺពិចារណាទុក្ខនិងអានិសង្សណានឹងបច្ច័យនៃបារមីទី6ចឹងការពិចារណាឃើញទោសនិងអានិសង្សតាមលំដាប់នៃការមិនបរិច្ចាគនិងការបរិច្ចាគជាដើមជាបច្ច័យនៃបារមីទាំងឡាយមានទានបារមីជាដើមក៏បីជ្រាបពិធីពិចារណាដូចតទៅពិចារណាទានបារមីណានឹងដល់កន្លែងដែលយើងគួរសិក្សារឹងរឹតតែជ្រះថ្លាឡើងថែមទៀតដើម្បីយើងពិចារណាជាមួយគ្នានឹងព្រះបរមពុរិស័ទពិចារណាទានបារមីទ្របនាំមកនៅការវិនិច្ឆ័យច្រើនយ៉ាងដូចនេះគឺភាពជាអ្នកប្រាថ្នាច្រើនដោយវត្ថុកាមមានដីធ្លីស្រែចម្ការមានប្រាក់ជាដើមនៃបុគ្គលទាំងឡាយដែលមានចិត្តហួងហែងជាប់ជំពាក់នៅក្នុងវត្ថុកាមនោះណានេះជាការពិចារណាឲ្យឃើញទោសនៃវត្ថុដែលនាំឲ្យចិត្តជាប់ជំពាក់ណាតែមានអីគឺជាប់ជំពាក់នឹងរបស់ហ្នឹងជាការសម្ដែងឲ្យឃើញថាជាទោសមួយផ្នែកតលតែមានបញ្ញាទើបឃើញថាអ្វីដែលនាំឲ្យចិត្តជាប់ជំពាក់ហ្នឹងជាទុក្ខណាដូចជាថាចំណងដូចជាថាជួស្អិតគឺជាប់នៅក្នុងទីដែលមិនមានសេរីភាពណាទីដែលនាំឲ្យមានទុក្ខកង្វល់
បញ្ហាផ្សេងៗនៃការហួងហែងទោសតទៅទៀតសាធារណភ័យមានចោរភ័យរាជភ័យនិងអគិភ័យជាដើមទោសតទៅទៀតការតាំងចិត្តឆ្លោះប្រកែកគ្នាជាសត្រូវនឹងគ្នាបៀតបៀនគ្នាជាដើមទោសតទៅទៀតរបស់ដែលមិនមានខ្លឹមសារអានឹងក៏ជាទោសណាវាមិនមែនជាគុណជាតិដើម្បីចូលមកកំចាត់បងនៅបាបអកុសលកំចាត់បងនៅការជាប់ជំពាក់ក្នុងទីដ៏ថោកទាបក្នុងបាបកម្មពីវេរាឡើយគុណធម៌ទៅធ្វើឲ្យបានរួចផុតពីពិភពដ៏អន់អោនថោកថយហ្នឹងគឺអាស្រ័យគុណធម៌ដូច្នេះចំពោះទ្រព្យសម្បត្តិនឹងជារបស់ដែលមិនមានខ្លឹមសារជារបស់ខាងក្រៅគ្រាន់តែជាវត្ថុសម្បត្តិតែប៉ុណ្ណោះមួយទៀតនាំឲ្យប្រព្រឹត្តទុច្ចរិតក្នុងការស្វែងរកនៅទ្រព្យនោះទៀតផងទៀតនឹងសត្វចិត្តទោសមានដំណើរទៅកម្មបាយភូមិនៃបុគ្គលដែលមានចិត្តសៅម៉ងជាប់ជំពាក់ក្នុងទ្រព្យសូម្បីតែជាប់ជំពាក់នឹងចៃវរក្នុងភាពជាភិក្ខុអ្នកមានសិលនឹងក៏នៅកើតជាចៃសណ្ដែនណាគួរធ្វើសេចក្តីមិនប្រមាទក្នុងការបរិច្ចាគថាការបរិច្ចាគវត្ថុទាំងនោះជាមង្គលដ៏ឧត្តមយ៉ាងទៀតក៏បីពិចារណាថាស្មោមជាបុគ្គលស្និទ្ធស្នាលរបស់យើងព្រោះប្រាប់អាកំបាំងរបស់ខ្លួនគាត់ឲ្យយើងដឹងប្រាប់គាត់នឹងជាស្មោមជាដើមចឹងទៅស្មោមជាអ្នកណែនាំដល់យើងថាអ្នកចូលលះទ្រព្យដែលមិនមានខ្លឹមសារហើយកម្មយកនៅទ្រព្យដែលមានខ្លឹមសារជារបស់ខ្លួនពិតទៅកាន់បរលោកស្មោមគឺជាសម្លាញ់ជួយរែកជញ្ជូនទ្រព្យរបស់យើងអំពីលោកនេះនៅពេលដែលខន្ធថាលោកនេះត្រូវភ្លើងឆេះគឺមរណៈដែលត្រូវឆាបឆេះដូចជាផ្ទះដែលត្រូវភ្លើងឆេះដូច្នោះឯងណាស្មោមជាអ្នកជួយជញ្ជូនទ្រព្យរបស់យើងទៅចេញពីផ្ទះដែលត្រូវភ្លើងឆេះអត្តភាពនេះដែលត្រូវភ្លើងមរណៈឆេះហ្នឹងស្មោមជាកល្យាណមិត្តដ៏ក្រៃលែងព្រោះជាសម្លាញ់ក្នុងការឲ្យទាននិងព្រោះជាអ្នកជ្រោមជ្រែងជួយឲ្យបានដល់ពុទ្ធភូមិដែលបានដោយកម្រដល់លំបាកក្រៃលែងជាងសម្បត្តិទាំងពួងណាពុទ្ធភូមិមិនងាយនឹងបានដល់មិនងាយនឹងបានសម្រេចទេគឺបានសម្រេចដោយការបំពេញទានបារមីជាដើមហើយស្មោមហ្នឹងតែអ្នកជ្រោមជ្រែងជួយបំពេញជួយឲ្យយើងបានសម្រេចនៅទានបារមីនោះណានឹងគឺដែលព្រះបរមពុរិស័ទបានពិចារណាទៅហើយស្មោមជាអ្នកលើកតម្កើងយើងក្នុងកម្មដ៏ក្រៃលែងព្រោះដូច្នោះគួរធ្វើនៅការលើកតម្កើងនោះឲ្យបានសម្រេចជាការពិតគ្រប់គ្រងយើងថាអូធ្វើទាននឹងត្រូវហើយណាអ្នកដែលមកនិយាយយើងថាអូកុំឲ្យធ្វើទានអីនាំតែអស់ចេះអស់ចុះអានឹងមិនមែនកល្យាណមិត្តទេណាជាបាបប្រមិត្តទេដឹកនាំឲ្យយើងកំណាញ់ឲ្យយើងអត់សិលអីជាដើមនោះស្មោមជួយជ្រោមជ្រែងឲ្យយើងបានសម្រេចនៅទានទៅលើកតម្កើងយើងក្នុងកម្មដ៏ក្រៃលែងហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីគេមិនសូមក៏យើងឲ្យដែរព្រោះជីវិតរបស់គេប្រកបច្បាស់ស្រាច់ហើយមិនចាំបាច់និយាយដល់ការសូមនោះឡើយស្មោមមកហើយដោយខ្លួនឯងត្រូវតាមអធិស្ឋានដ៏ក្រៃលែងមិនចាំបាច់ស្វែងរកគូឲ្យដោយបុណ្យរបស់យើងដោយព្រះវេស្សន្តរអញ្ចឹងអង្គុយចាំស្មោមណាអង្គុយចាំព្រាមណាការអនុគ្រោះរបស់យើងនេះដោយសំដៅដល់ការឲ្យទានដល់ស្មោមយាចកយើងគូអនុគ្រោះសត្វលោកដូចអនុគ្រោះខ្លួនយើងកាលបើស្មោមយាចកមិនមានទេទានបារមីរបស់យើងនឹងក៏បីបំពេញបានយ៉ាងដូចម្ដេចយើងក៏បីជាទីស្រឡាញ់និងជាទីពេញចិត្តរបស់ស្មោមទាំងឡាយបានយ៉ាងណាស្មោមយាចកទាំងនោះក៏បីជាទីស្រឡាញ់ជាទីពេញចិត្តរបស់យើងបានយ៉ាងដូចម្ដេចដែរនេះសិតតែបទពិចារណាហើយណានៅពេលឲ្យយើងក៏ពេញចិត្តលុះឲ្យរួចហើយក៏រីករាយកើតបិតិសោមនស្សបាននោះតើយ៉ាងណាទៅកាលបើទ្រព្យមានស្មោមយាចកក៏មានតែមិនបរិច្ចាគគឺវាជាការបោកបញ្ឆោតខ្លួនឯងដល់ក្រៃលែងយើងយកទៅគិតទៅតើយើងបោកខ្លួនឯងយ៉ាងម៉េចខ្លះដែលទ្រព្យមានហើយស្មោមយាចកមិនមានហើយនោះជាបន្តទៅត្រូវពិចារណាពីសីលបារមីណាការពិចារណានៅគុណទោសក្នុងបារមីមួយនឹងឯងដែលជាបច្ច័យនៃការបំពេញបារមីណាដូច្នេះបច្ច័យនៃការបំពេញបារមីមានច្រើនទៀតណាដូច្នេះត្រូវពិចារណាពីសិលជាទឹកលាងនៅមន្ទិលគឺទោសៈដែលមិនអាចជំរះបានដោយទឹកទន្លេគង្គាជាដើមឡើយហ្នឹងមួយប៉ុណ្ណឹងណាល្អណាស់សិលជាទឹកលាងជំរះនៅមន្ទិលសៅម៉ងគឺទោសៈដែលទោសៈហ្នឹងមិនអាចជំរះដោយទឹកទន្លេគង្គាទឹកដែលគេសន្មតថាស័ក្តិសិទ្ធអីណាបានទេ
សិលកំចាត់នៅអន្តរាយមានរាគៈជាដើមដែលមិនអាចកំចាត់បងបានដោយច័ន្ទលឿងជាដើមរាគៈនឹងមិនអាចយកច័ន្ទលឿងក្លិនក្រអូបយកមកលាបឬក៏ស្ថិតនៅក្រោមពន្លឺដួងខែយ៉ាងណាដើម្បីឲ្យវិនិច្ឆ័យទៅនៅរាគៈទេតែសិលអាចកំចាត់បងបាននៅអន្តរាយដល់ក្រៃលែងចឹងអន្តរាយយើងអាចយកច័ន្ទលឿងយកមកកំចាត់បងនៅក្លិនឬក៏ភាពក្តៅអីហ្នឹងយ៉ាងណាពន្លឺប្រចាំនឹងភ្លឺត្រជាក់អីទៅយ៉ាងម៉េចតែมันអាចកំចាត់បងនៅអន្តរាយនៃជីវិតគឺរាគៈតែសិលអាចកំចាត់បងបានចឹងណាទៅតាមកម្លាំងនៃសិលនោះសិលជាគ្រឿងប្រដាប់យ៉ាងពិសេសរបស់មនុស្សល្អទាំងឡាយសិលមានក្លិនក្រអូបផ្សាយទៅគ្រប់ទិសនិងសំគួរគ្រប់កាលសិលមានអំណាចដល់ក្រៃលែងព្រោះនាំមកនៅគុណដែលក្សត្រមហាសាលជាដើមនិងទេវតាទាំងឡាយគួរក្រាបសំពះណាចេញអំពីខ្ញុំបម្រើគេទេសៈអីទៅបួសជាអ្នកមានសិលសំបីតែព្រះរាជាក៏ថ្វាយបង្គំនឹងហៅថាជាកុលៈសម្បត្តិឬថាមានអំណាចដល់ក្រៃលែងដោយអំណាចសិលហ្នឹងចឹងសិលជាចំដើឡើងទៅកាន់ទេវលោកមានស្ថានសួគ៌ជាន់ចាតមហារាជការជាដើមសិលជាឧបាយនាំឲ្យបានសម្រេចនៅឈាននិងអភិញ្ញាសិលជាផ្លូវឲ្យទៅដល់មហានគរគឺព្រះនិព្វានសិលជាភូមិបដិស្ថាននៅសាវកៈពោធិបច្ចេកពោធិនិងសមាសម្ពោធិញ្ញាណសិលដូចជាកែវទឹកឬដើមកັບប្រព្រឹកព្រោះជាឧបាយឲ្យសម្រេចនៅអ្វីៗតាមដែលប្រាថ្នាសិលព្រះរាមានុភាពព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយប្រសិនបើភិក្ខុមានសេចក្តីប្រាថ្នាថាអាត្មាអញក៏បីជាទីស្រឡាញ់ជាទីពេញចិត្តជាទីគោរពជាទីលើកតម្កើងរបស់សក្តិព្រះមច្ចារីទាំងឡាយភិក្ខុក៏បីជាអ្នកធ្វើឲ្យបរិបូរក្នុងសិលទាំងឡាយចុះមនាលអានន្តកុសលសិលមានការមិនក្តៅក្រហាយជាប្រយោជន៍មនាលកហបតីទាំងឡាយនេះជាអានិសង្ស5យ៉ាងរបស់អ្នកមានសិល5យ៉ាងគឺ1ដល់ព្រមដោយភោគសម្បត្តិ2មានកិត្តគុណកិត្តស័ព្ទល្បីខ្ជាប់ខ្ចាយទៅ3មានសេចក្តីឃ្លាវខ្លាក្នុងកណ្ដាលបរិស័ទ4នឹងមិនវង្វេងនៅពេលចិត្តស្លាប់5ស្លាប់ហើយនឹងទៅកើតនៅសុគតិសួគ៌ទេវលោកសិលជានិមិត្តនៃបៃតិនិងសោមនស្សដោយការមិនតេះដៀលខ្លួនឯងផងអ្នកដទៃមិនតេះដៀលផងវិញយុជនសរសើរផងមិនមានអាជ្ញាភ័យផងនិងមិនមានទុក្ខតិភ័យផងសិលជាទីតាំងនៃសេរីសុស្ដីព្រោះតាំងចិត្តទុកក្នុងសេចក្តីមិនប្រមាទនិងព្រោះញ៉ាំងប្រយោជន៍ធំឲ្យសម្រេចដោយមានការគ្រប់គ្រងអំពីសិលដែលសិលនេះជាមង្គលដ៏ឧត្តមសិលជាកុលៈសម្បត្តិតកូលពងពោះព្រោះថាសំបីបកុលមានជាតិតកូលទេពក៏ដោយលុះដល់បានបួសជាភិក្ខុអ្នកមានសិលក៏ជាពោជនិយបកុលរបស់ក្សត្រមហាសាលជាដើមដោយពិតសិលជាសម្បត្តិដ៏ប្រសើរក្រៃលែងជាងសម្បត្តិខាងក្រៅព្រោះមិនទូទៅដល់ចោលដល់ទឹកភ្លើងជាដើមព្រោះអនុគ្រោះដល់លោកខាងមុខព្រោះមានផលច្រើននិងព្រោះជាអធិដ្ឋានគុណគឺជាទីតាំងនៃសមថៈនិងវិបស្សនាជាដើមសិលជាធំមានភាពជាឥស្សរៈដ៏ក្រៃលែងជាងព្រះមហាក្សត្រទៅទៀតព្រោះជាឥស្សរៈមោះមួនផ្លូវចិត្តមិនជាទេសៈក្នុងការប្រព្រឹត្តបញ្ចវិរិយជាដើមណាកិលេសនាំឲ្យប្រព្រឹត្តបញ្ចវិរិយសម្រាប់សត្វជាដើមមិនបានទេសិលមានសភាពជាធំតែសិលប្រសើរជាងជីវិតនឹងធ្វើឲ្យជីវិតរស់នៅសំបីតែមួយថ្ងៃប្រសើរជាងជីវិតអត់សិលហើយរស់នៅអស់រយនៃឆ្នាំណាជីវិតរស់នៅតែមួយថ្ងៃដែលមានសិលនឹងប្រសើរជាងជីវិតរស់នៅអស់រយនៃឆ្នាំដែលអត់សិលជីវិតមួយថ្ងៃដែលថាប្រសើរនឹងហើយក៏ដោយសិលនៅតែប្រសើរជាងជីវិតមួយថ្ងៃនឹងទៀតពីព្រោះសិលធ្វើឲ្យជីវិតនឹងមានតម្លៃណាមិនមែនជីវិតធ្វើឲ្យមានសិលទេណាសិលធ្វើឲ្យជីវិតដែលមានសំបីតែមួយថ្ងៃហ្នឹងគឺមានតម្លៃដល់ក្រៃលែងដោយអំណាចសិលជីវិតមិនអាចមានតម្លៃដោយខ្លួនឯងបានទេប្រសិនបើមិនមានគុណធម៌ទេនោះជីវិតត្រូវរស់នៅដោយបាបកម្មដោយធัวថោកទាបដោយការទ្រុះសិលទៅជាជីវិតអន់ថយជីវិតថោកទាបតែជីវិតមានតម្លៃដោយសារសិលចឹងសិលប្រសើរជាងរូបសម្បត្តិព្រោះសិលនាំមកនូវការពេញចិត្តសំបីតែគេនោះជាសត្រូវឬចោលនឹងព្រោះជារារោគព្រមទាំងវិបត្តិផ្សេងៗគ្រប់សង្កត់មិនបានរូបកាយចាស់ជារាឈឺនិងលំបាកថែរក្សារាល់ថ្ងៃហើយត្រូវបញ្ចប់ដោយត្រឹមតែស្លាប់ទៅត្រូវបូជាដុតហ្នឹងឬក៏កប់តែប៉ុណ្ណោះឯងណាដូច្នេះសិលប្រសើរជាងរូបសម្បត្តិពពួកចៅឬសត្រូវជ្រះថ្លានឹងអធិមុតធេរៈណាជាដើមហ្នឹងហើយក៏បានចូលកម្មនោះជ្រះថ្លានឹងរូបដែលលោកមានសិលមានសេចក្តីសង្រួមមានទឹកមុខស្រស់បោះ
ហើយមិនត្រឹមតែប៉ុណ្ណោះរូបគឺថាមានវិបត្តិដោយជំងឺរោគាសពគ្រប់ទាំងអស់មានចាស់ជារាក្រំគ្រាលំបាកថែទាំរក្សាហើយត្រូវស្លាប់ទៅបញ្ចប់ទៅត្រូវដុតត្រូវកប់ទៅប៉ុណ្ណឹងឯងសម្រាប់រូបកាយដូច្នេះសិលប្រសើរជាងទៀតសិលប្រសើរវិសេសលើសលំនៅឋានមានវិមានប្រាសាទជាដើមទៅទៀតវិមានប្រាសាទទេវតាក៏មិនស្មើនឹងសិលដែរព្រោះជាការតាំងចិត្តដ៏វិសេសជាសុខភាពរបស់ចិត្តសុខតិចដោយចិត្តមានសិលនឹងឯងកាលណាបើមានសិលធ្វើឲ្យមានសេចក្តីសុខតាមផ្លូវចិត្តសិលជាញាតិដ៏ក្រៃលែងព្រោះថាសម្បីមេត្តាបិតាក៏មិនអាចធ្វើឲ្យសម្រេចបានដែរនៅអ្វីដែលជាប្រយោជន៍របស់សិលតែសិលអាចឲ្យសម្រេចបាននៅសម្បត្តិទាំងពួងនោះទាំងអនុគ្រោះដល់បរិលោកទាំងសម្បត្តិនិព្វានណាញាតិទាំងឡាយមិនអាចធ្វើឲ្យសម្រេចបានទេនៅសម្បត្តិទាំងអស់ហ្នឹងរហូតដល់សម្បត្តិព្រះនិព្វានរួចផុតចាកទុក្ខតែសិលអាចឲ្យសម្រេចបានទៅសិលប្រសើរជាងចតុរង្គសេនារបស់ព្រះរាជាព្រោះសិលច្បាំងឈ្នះកិលេសខ្លួនឯងសិលប្រសើរជាងមុននឹងថ្នាំទឹកព្រោះសិលជាគ្រឿងរក្សាខ្លួនដែលគេរក្សាបានដោយកម្រណាមុននឹងថ្នាំទឹកគឺមិនអាចមករក្សាខ្លួនអីបានដូចជាមានសិលទេណាសិលនាំឲ្យមានខ្លួនឯងជាទីពឹងនិងនាំឲ្យអ្នកមានសិលមានអធ្យាស្រ័យបណ្ឌិតឡើងដោយឧបនិស្សយបច្ច័យនៃសិលអធ្យាស្រ័យក៏កាន់តែបណ្ឌិតដោយការសែបគប់ជាមួយនឹងអ្នកមានសិលផងគ្នាព្រះរាមាវិភាព្រះអង្គទ្រង់ត្រាស់ថាធម្មោហវេរកតេធម្មចារឹងធัวរមែងរសានៅអ្នកប្រព្រឹត្តធัวកាលព្រះមហាបរិសពិចារណាឃើញថាសិលប្រកបដោយគុណដ៏ច្រើនក្រៃលែងយ៉ាងនេះហើយសីលសម្បទាដែលនៅមិនតាន់បរិបូរក៏ដល់នៅភាពបរិបូរដែលមិនតាន់បរិសុទ្ធក៏ដល់នៅភាពបរិសុទ្ធដោយប្រការដូចនេះឯងប្រសិនបើធัวទាំងឡាយមានទោសៈជាដើមជាបរិបៈដល់សិលក៏បីកើតឡើងដល់មហាបរិសនោះក្នុងពេលខ្លះដោយសន្សំសន្តានមកយូរហើយបុគ្គលដែលជាព្រះពោធិសត្វនោះរមែងពិចារណាយ៉ាងនេះថាអ្នកតាំងចិត្តពិតប្រកបដើម្បីត្រាស់ដឹងសំបីតែសម្បត្តិជាលោកីអ្នកក៏នៅមិនអាចឲ្យសម្រេចបានដោយភាពមិនប្រក្រតីនៃសិលនឹងកាលណាបើមានទោសៈកើតឡើងក្នុងព្រះបរមពុរិស័ទណាព្រះបរមពុរិស័ទតែងពិចារណាអញ្ចឹងចារណារំលឹកដាស់តឿនខ្លួនព្រះអង្គនឹងថាអ្នកតាំងចិត្តពិតប្រកបដើម្បីត្រាស់ដឹងប៉ុន្តែសំបីសម្បត្តិជាលោកីអ្នកក៏នៅមិនអាចឲ្យដល់ទៅបានផងគឺមិនអាចបានសម្រេចនៅសម្បត្តិលោកីនឹងផងដោយសារតែអីដោយសារវាអត់ប្រក្រតីក្នុងសិលដោយស្អីដែលធ្វើមិនឲ្យមានប្រក្រតីក្នុងសិលព្រោះទោសៈនេះឯងទោសៈដែលកើតឡើងអញ្ចឹងធ្វើមិនឲ្យមានប្រក្រតីក្នុងសិលដូច្នេះសូម្បីតែសម្បត្តិលោកីហ្នឹងក៏មិនអាចបានសម្រេចផងអញ្ចឹងគឺថាមិនចាំបាច់និយាយដល់សម្បត្តិជាលោកតរៈឡើយសិលជាអធិដ្ឋានធម៌ដើម្បីសម្មាសម្ពោធិញ្ញាណដល់លើសលប់ក្រៃលែងជាសម្បត្តិទាំងពួងគួរឲ្យបានដល់ដោយឧក្រិដ្ឋក្រៃលែងម្យ៉ាងទៀតភាពជាអ្នកធ្វើនៅឧបការៈដល់សត្វទាំងឡាយនិងការបំពេញបារមីមានបញ្ញាបារមីជាដើមរបស់យើងព្រមទាំងការប្រកបនៅគុណវិសេសមានឈានជាដើមនោះវាចាក់សេចក្តីបរិសុទ្ធវាចាក់សេចក្តីបរិសុទ្ធនៃសិលហើយរមែងសម្រេចមិនបានឡើយព្រោះហេតុនោះអ្នកទៅគួរញ៉ាំងសិលឲ្យបរិសុទ្ធដោយប្រពៃនេះជាបទពិចារណារបស់ព្រះបរមពុរិស័ទនៅពេលដែលទោសៈកើតឡើងនឹងព្រះបរមពុរិស័ទពិចារណារំលឹកដាស់តឿនខ្លួនឯងយ៉ាងណាខ្លះចាំយើងមើលសាររើបញ្ជាក់ឡើងទៅដូចជាយើងរៀនដើម្បីរំលឹកដាស់តឿនខ្លួនឯងដែរចឹងនេះជាសេចក្តីដែលព្រះបរមពុរិស័ទពិចារណានៅគុណរបស់សិលដើម្បីគ្របសង្កត់នៅធัวបរិបៈរបស់សិលតទៅទៀតគឺពិចារណានៅនៃខមបារមីក៏បីជ្រាបការពិចារណាក្នុងការគ្រប់គ្រងផ្ទះដោយន័យមានជាអាថាការគ្រប់គ្រងផ្ទះចង្អៀតចង្អល់ជាផ្លូវនៃធូលីគឺកិលេសកាមទាំងឡាយឧបមាដូចជាក្រងឆ្អឹងជាដើមសំបីបត់ក៏ឆ្លោះនឹងមេត្តាលៈដូចជាបរោះបល់បំណុលគេទៅប្រកបការងារលៈក៏បីជ្រាបសេចក្តីពុស្ដាក្នុងទុក្ខខណ្ឌសូត្រនិងអស័យវិសូប្រមសូត្រជាដើមក្នុងនៃកម្មបារមីក៏បីជ្រាបដោយការពិចារណានៅអានិសង្សក្នុងបព្វជិជាដើមដោយន័យមានជាអត្ថាបព្វជិជាអភោកាសគឺឱកាសដ៏ស្រឡះល្អក្រៃលែងឡាក៏បីពិចារណានៅបញ្ញាបារមីក៏បីមនសិការៈដល់បញ្ញាគុណថាធัวទាំងឡាយមានទានជាដើមបើវាចាក់បញ្ញាហើយរមែងមិនអាចបរិសុទ្ធបានឡើយរមែងមិនមានសមត្ថភាពក្នុងការងារជារបស់ខ្លួនដោយសរីរៈយន្តបើប្រសិទ្ធជីវិតហើយក៏រមែងមិនល្អមិនស្អាត
entry ទាំងឡាយមានចាក់ country ជាដើមបើវាចាក់នៅវិញ្ញាណហើយក៏មិនល្មមនឹងធ្វើកិច្ចក្នុងវិស័យរបស់ខ្លួនបានយ៉ាងណា entry ទាំងឡាយមាន secondary ជាដើមក៏យ៉ាងនោះដែរបើវាចាក់បញ្ញាហើយក៏មិនអាចបប្រតិបត្តិកិច្ចរបស់ខ្លួនបាននឹងពិចារណាគុណរបស់បញ្ញាដែលនាំឲ្យបានសម្រេចនៅគ្រប់បារមីទាំងអស់ព្រោះហេតុនោះបញ្ញាទៅជាធំក្នុងការបប្រតិបត្តិមានការបរិច្ចាគជាដើមពិតណាស់ព្រះមហាពោធិសត្វទាំងឡាយជាអ្នកមានបញ្ញាចក្ខុបើកហើយឲ្យទានសំបីតែអវយវៈតូចធំរបស់ខ្លួនព្រមលះបង់នៅជីវិតក្នុងកិច្ចដែលត្រូវលះនឹងមិនលើខ្លួនប្រៀបផ្ទឹមនឹងអ្នកដទៃកើតសោមនស្សក្នុងកាលទាំង3ដែលមិនអាចកំណត់បានប្រៀបដូចជាដើមឈើដែលជាថ្នាំការបរិច្ចាគប្រកបដោយបញ្ញាឆ្លាតក្នុងឧបាយរមែងចូលដល់នៅភាពជាទានបារមីព្រោះប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់អ្នកដទៃព្រោះថាទានគឺដូចជាកម្រៃដែលជាប្រយោជន៍របស់ខ្លួនម្យ៉ាងទៀតសេចក្តីបរិសុទ្ធនៃសិលដោយប្រសិជ្ជៈសេចក្តីសៅមងមានតណ្ហាជាដើមរមែងសម្រេចមិនបានឡើយណាសេចក្តីបរិសុទ្ធនៃសិលដោយប្រសិជ្ជៈនៅសេចក្តីសៅមងមានតណ្ហាជាដើមរមែងសម្រេចមិនបានឡើយបើមិនមានបញ្ញាទេនោះណាដូច្នេះអធិដ្ឋានគុណគឺសិលនេះដើម្បីបានសម្រេចដល់នៅសព្វយុត្តញ្ញាណដើម្បីភាពជាព្រះសព្វញ្ញូនឹងសម្រេចបានមកអំពីណាបើមិនមានសិលទេនឹងបានជាព្រះសម្មាសម្ពុទ្ធយ៉ាងម៉េចទៅហើយសិលដែលបរិសុទ្ធសិលដែលបរិសុទ្ធមកពីប្រសិជ្ជៈនៅសេចក្តីសៅមងសេចក្តីសៅមងគឺតណ្ហាជាដើមហ្នឹងណាហើយអាចបរិសុទ្ធយ៉ាងម៉េចទៅបើមិនមានបញ្ញាទេអាហ្នឹងដែលត្រូវពិចារណាពីគុណនៃបញ្ញាមានតែបុគ្គលមានបញ្ញាប៉ុណ្ណោះដែលពិចារណាឃើញទោសក្នុងការគ្រប់គ្រងផ្ទះក្នុងកម្មគុណទាំងឡាយនិងក្នុងវដ្តសង្សារហើយពិចារណាឃើញអានិសង្សក្នុងការបព្វជិក្នុងឈានសមាបត្តិនិងក្នុងព្រះនិព្វានដោយល្អនិងព្រោះតែបញ្ញាទៅញ៉ាំងការបួសឲ្យសម្រេចបាននៅប្រយោជន៍ញ៉ាំងឈានសមាបត្តិឲ្យកើតឆ្ពោះមុខទៅព្រះនិព្វានព្រមទាំងញ៉ាំងមនុស្សដទៃឲ្យតាំងនៅក្នុងឈានសមាបត្តិនោះទៀតផងនេះគឺបញ្ញាដែលនាំឲ្យបានសម្រេចនៅនៃខមបារមីបញ្ញាមិនបានញ៉ាំងនៅសេចក្តីព្យាយាមឲ្យប្រសិជ្ជៈបញ្ញាប្រព្រឹត្តទៅនោះទេហើយក៏មិនមែនដោយគ្រាន់តែតាំងសេចក្តីប្រាថ្នាទុកឲ្យសម្រេចទៅបានដោយចាប់ផ្ដើមព្យាយាមមិនល្អទៅនោះដែរព្រោះថាការមិនចាប់ផ្ដើមវាប្រសើរជាងការចាប់ផ្ដើមមិនល្អគឺបញ្ញានាំឲ្យសេចក្តីព្យាយាមនឹងប្រកបទៅដោយបញ្ញាណាហើយចាប់ផ្ដើមដោយសេចក្តីព្យាយាមនឹងគឺល្អទៅតែម្ដងទៀតព្រោះថាបើព្យាយាមមិនល្អទៅទេឬក៏ថាព្យាយាមមិនបានសម្រេចទៅទេមិនមានការចាប់ផ្ដើមវាប្រសើរជាងដូច្នេះបញ្ញាធ្វើឲ្យចាប់ផ្ដើមដោយសេចក្តីព្យាយាមមានបញ្ញាហើយប្រព្រឹត្តទៅបានល្អនិងបាននៅសេចក្តីសម្រេចដោយបញ្ញាបញ្ញារមែងញ៉ាំងសេចក្តីព្យាយាមឲ្យប្រព្រឹត្តទៅដោយឧបាយដ៏ប្រសើរចាប់ផ្ដើមក្នុងការងារជាប្រយោជន៍ប្រសិជ្ជៈទោសនិងអនុគ្រោះដល់អ្នកដទៃបុគ្គលមានបញ្ញាជាអ្នកមានសេចក្តីអត់ធន់ចំពោះវិបត្តិផ្សេងៗក្នុងជីវិតមិនក្តៅក្រហាយចិត្តក្នុងសេចក្តីនេះបុគ្គលល្ងងខ្លៅមិនជាអ្នកអត់ធន់ឡើយសេចក្តីវិន័យដែលអ្នកដទៃនាំមកឲ្យដល់បុគ្គលល្ងងខ្លៅរមែងចម្រើនកពូននៅធัวជាបរិបៈដល់ខន្តីគឺសេចក្តីអត់ធន់ប៉ុន្តែសេចក្តីវិន័យទាំងនោះដែលបានមកដល់អ្នកមានបញ្ញារមែងប្រព្រឹត្តទៅដើម្បីភាពមមតំនៃខន្តីនោះធ្វើឲ្យមានការកពូនច្រើនឡើងនៅសេចក្តីអត់ធន់នឹងគឺបញ្ញាដែលធ្វើឲ្យសម្រេចនៅខន្តីបារមីសេចក្តីវិន័យដែលគេនាំយកមកធ្វើឲ្យជេរប្រតិចបៀតបៀនដោយប្រការផ្សេងៗអ្នកដែលមិនមានបញ្ញាគឺក៏មិនអាចប្រព្រឹត្តទៅដោយសេចក្តីអត់ធន់បានដែរតែដល់ទៅអ្នកមានបញ្ញានាំឲ្យបានសម្រេចនៅសេចក្តីអត់ធន់ចំពោះអ្វីដែលអ្នកដទៃធ្វើឲ្យវិន័យនោះណាមានតែអ្នកមានបញ្ញាប៉ុណ្ណោះដែលដឹងនៅសច្ចៈ3យ៉ាងគឺវិជ័យសច្ចៈញាណសច្ចៈនិងវិរតិសច្ចៈដឹងហេតុនៃសច្ចៈទាំងនោះនិងដឹងធัวបរិបៈតាមសេចក្តីពិតហើយគឺជាអ្នកមិននិយាយខុសចំពោះអ្នកដទៃបុគ្គលអ្នកឧបត្ថម្ភខ្លួនដោយកម្លាំងនៃបញ្ញារមែងជាអ្នកតាំងចិត្តសមាទានមិនញាប់ញ័រមានអធិដ្ឋានធัวក្នុងបារមីទាំងពួងដោយការដល់ព្រមដោយបញ្ញាមានតែអ្នកមានបញ្ញាប៉ុណ្ណោះដែលមិនធ្វើការបែងចែកមនុស្សជាទីស្រឡាញ់មនុស្សកណ្ដាលនិងមនុស្សដែលជាសត្រូវជាអ្នកឆ្លាតក្នុងមេត្តាមានការនាំទៅនៅប្រយោជន៍ឲ្យដល់សត្វទាំងពួងបញ្ញានាំឲ្យសម្រេចបាននៅមេត្តាដូចជាទឹកដែលធ្វើឲ្យមនុស្សទាំងឡាយបានត្រជាក់គ្រប់គ្នាមិនថាជាមនុស្សណាឡើយនឹងដោយអំណាចនៃបញ្ញាជាអ្នកមានភាពជាកណ្ដាលគឺឧបេក្ខាមិនមានការខុសប្រក្រតីនៅពេលជួបប្រសពនៅលោកធម៌មានលៀបអត់លៀបជាដើមដោយអំណាចនៃបញ្ញានាំឲ្យសម្រេចនៅឧបេក្ខាបារមីទៀតបញ្ញាតែប៉ុណ្ណោះជាហេតុនៃសេចក្តីបរិសុទ្ធរបស់បារមីទាំងពួងដោយប្រការដូច្នេះព្រោះហេតុនោះបុគ្គលគួរពិចារណាគុណរបស់បញ្ញាម្យ៉ាងទៀតបើវាបញ្ញាហើយទិដ្ឋិសម្បទារមែងមានមិនបានឡើយ
បើវាទិដ្ឋិសម្បទាដោយរវាងចន្លោះហើយសីលសម្បទាក៏មិនអាចមានបានដែរបុគ្គលប្រសិជ្ជៈនៅសីលសម្បទានិងទិដ្ឋិសម្បទាគឺមិនអាចធ្វើឲ្យសមាធិសម្បទាសម្រេចទៅបានបើបុគ្គល